បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកយល់ដឹងជាមួយនឹងLinux Basic Command មួយចំនួនដែលយើងអាចយល់ដឹងបាននៅក្នុងវីដេអូនេះហើយដំបូងគឺជាប្រភេទ file ហើយនិង directory អឺ navigation command វាមានដូចជាpw ដោយវា show directory ដែលយើងកំពុងឈរនៅហើយមួយទៀតls ថាតើនៅក្នុងdirectory ហ្នឹងមាន file ខ្លះហើយយើងបើចង់លើពីនេះទៀតយើងចង់មើល permission មកវិញយើងអាច ls.al យើងនឹងឃើញ file ក៏ដូចជា permission ផលវាទាំងអស់នៅកន្លែងនេះហ្នឹង that វាអញ្ចឹងទៅហើយបន្ទាប់មកគឺ cd គឺយើងមានន័យថាយើងចូលទៅក្នុង directory ណាមួយដូចកន្លែងនេះខ្ញុំចូលទៅក្នុង directory var w3 ហើយបន្ទាប់មកទៀតគឺ command cd ចុច2គឺមានន័យថាយើងបែកមក directory យើងចេញពី var w3 ហ្នឹងទៅជា var ទៅទេលេងចូលនេះវិញហើយនឹង command ចុងក្រោយគឺ cd/ ដែលយើងទៅ slash directory go to root directory វិញហើយបន្ទាប់មកជាប្រភេទបន្ទាប់មកគឺជាប្រភេទ file operation ដែរទី1គឺ touch command ជាមួយ touch យើងអាចបង្កើត file មួយទៅឲ្យខ្ញុំសុំចូលទៅ directory នេះហើយខ្ញុំសុំ attach new.txt ចឹងវានឹងបង្កើត directory វានឹងបង្កើត file មួយឈ្មោះ new.txt នេះនៅកន្លែងនេះហើយបន្ទាប់មកទៀតគឺ echo យើងអាច echo ហើយ text របស់យើងដូចជា hello world ចឹងទៅវានឹង print hello world មកហើយបន្តមកទៀតគឺ cat ហ្នឹងមានន័យថាវានឹង show detail នៃ file មួយដូចឧទាហរណ៍ថាមិញខ្ញុំបានបង្កើត new.txt ចឹងឥឡូវខ្ញុំសុំកែnew.txt ហ្នឹងសិនខ្ញុំសាកដាក់ hello world នេះ3អញ្ចឹងទៅហើយខ្ញុំ save file ហ្នឹងបន្ទាប់មកខ្ញុំអាច cat new វានឹងចេញខ្ញុំដាក់មកមិញហើយបន្ទាប់មកទៀតគឺ command cp គឺមានន័យថាយើង copy source មួយទៅ directory មួយទៀតឥឡូវខ្ញុំសាក copy new.txt ហ្នឹងហើយខ្ញុំយកវាទៅដាក់នៅ var w3 ឥឡូវយើងសាកទៅចូលមើលនៅក្នុង var w3 យើងនឹងឃើញនេះnew.txt ចឹង new.txt យើងហ្នឹងហើយយើង copy ហើយឥឡូវយើងចង់ delete ម្ដងដើម្បី delete យើងអាច rm rs new.txt យើងអត់ឡើងមកវានឹងបាត់new.txt ហ្នឹងមិញហើយបន្ទាប់មកទៀតគឺជា command ប្រភេទ directory operation ឥឡូវខ្ញុំសាកចូលទៅ Discord directory desktop វិញហើយបន្ទាប់មកខ្ញុំអាចបង្កើត folder មួយថា new ចឹងទៅ mkdir ហ្នឹងមានន័យថា command បង្កើត new folder ឥឡូវនៅពេលដែលខ្ញុំ rs ឥឡូវខ្ញុំសាកចូលclear ខ្ញុំសាកចូលទៅក្នុង new នេះខ្ញុំបានចូលនៅក្នុង folder ខ្ញុំបង្កើតវិញហើយបន្ទាប់មកយើងក៏អាចremove directory បានដែរដែលប្រើ command rm dir ប៉ុន្តែឥឡូវយើងសាកមើលខ្ញុំមាន new មួយឥឡូវខ្ញុំដាក់ rm dir new បើអេសមកវាបាត់តែវាលែងមានអីហើយយើងចេះដក la ក៏អត់មានអីដែរតែយើងបានលុបវាចោលបាត់ហើយមួយទៀតគឺយើង rm with all គឺជា delete directory ដែលមាន command ឥឡូវខ្ញុំសាកបង្កើត new មកវិញហើយបន្ទាប់មកខ្ញុំ cd new នោះហើយខ្ញុំសាកបង្កើត text មួយ .txt ចឹងហើយយើងដាក់ hello world ជាង save វាមកហើយឥឡូវខ្ញុំសាកមើលខ្ញុំសាក cat ហើយ text ហ្នឹងគឺមានឥឡូវខ្ញុំ back វិញបើមិនយើងប្រើ rm dir ធម្មតា new
ចឹងមានន័យថាវាអត់អាច delete អាហ្នឹងបានទេយើងត្រូវប្រើ command rm ដល់ r ហើយ nu នេះ r នេះដក rf nu គឺមានន័យថា remove fox បន្ទាប់មកទៀតយើងចូលមកដល់ប្រភេទfile permission file permission មានដូចជា cmod 755ហើយនឹងយើងអាចដាក់ file directory យើងបានដូចជា var.w3 ហើយចឹងវានឹង change permission folder ហ្នឹងទៅជាAlico 755ហ្នឹងហើយយើងក៏អាចមួយទៀតគឺ command chmod បូក x command ហ្នឹងគឺយើងប្រើនៅពេលដែលយើងចង់ install អីមួយចឹងទៅយើងពេលខ្លះយើង install file តែ install software មកអញ្ចឹង file ហ្នឹងអត់ទាន់អាច execute បានហើយយើងត្រូវប្រើ command ហ្នឹងឧទាហរណ៍ថាខ្ញុំបាន install file មកមួយឈ្មោះថា file ចឹងទៅធម្មតាបើយើងចង់ execute វាយើងត្រូវប្រើ command chmod ដក s nu file ចឹងហើយបាន file ហ្នឹងវាអាច execute បានហើយនៅពេលដែលវា execute បានយើងគ្រាន់តែថែបឈ្មោះវាហ្នឹងមកយើង enter ទៅ file ហ្នឹងនឹង execute automatic ហ្មងហើយមួយទៀតគឺ change on មានន័យថាវា change direct change file change user change owner នៃ directory ហ្នឹងឡើយខ្ញុំសាកបង្កើតមួយសិន mkdir nu ចឹងទៅ ls ទៅ la ឥឡូវហ្នឹង file ហ្នឹងគឺវាឈរនៅ user សេរីបុត្រហើយនឹងសេរីបុត្របើយើងចង់ដូរវាយើងអាច chown លេខដាក់វាទៅគ្រប់ w3 data ចុះតែហើយ desktop nu អូសុខសេរីបុត្រ desktop nu អូសាអត់ cd ឥឡូវយើងសាកមួយនេះគឺនេះដូច user នេះវានៅឈររូបចឹងតឥឡូវខ្ញុំ change on ww data សេរីបុត្រ w3 data w3 នេះពេលដែលយើងអត់ដក la មកវានឹង change ទៅសេរីបុត្រហើយនឹងw3 គ្រប់ w3 ហ្នឹងសម្រាប់ file permission ហើយបន្ទាប់មកយើងចូលដល់ system information ដែលមាន command ដូចជា who mi គឺ current user ថាយើងកំពុងនៅ user អីផ្សេងជាយើងចូល user root យើងចូល user ផ្សេងវានឹងចេញ user ផ្សេងហើយបន្ទាប់មកគឺ command hostname command hostname ហ្នឹងវានឹង show system name របស់យើងហើយបន្ទាប់មកគឺ command df.h នឹង show this usage ការប្រើប្រាស់ storage របស់យើងបានប៉ុន្មានហើយបន្ទាប់មកគឺ command free.h ដែលវានឹង show ការប្រើប្រាស់ RAM របស់យើងហើយបន្ទាប់មកទៀតគឺ command top តែវានឹង show ការប្រើប្រាស់ CPU ឬក៏ការ processing ឥឡូវហ្នឹង software ហ្នឹងកំពុង process ខ្លះហើយដល់ពេលយើងចុចចឹងមកយើងអាចចុចអីបានទេដើម្បីចេញពីវាយើងអាចចុច control បូក c វានឹងចេញមកវិញហើយបន្ទាប់របស់យើងគឺ text processing ហើយ search ដល់ command ទី1 grp ហើយគឺ command នេះគឺយើងអាចធ្វើការ search text បានមួយទៀត command find path របស់យើងអាចហើយដក file name របស់យើង
គឺយើងអាច find file អីមួយតាម project command ហ្នឹងហើយនឹង command មួយទៀត wc file មានន័យថាវានឹងរាប់ line នៃ code របស់ line នៃក្នុង file យើងមានអីខ្លះឡើយឧទាហរណ៍ខ្ញុំសារ sudo nano nu .txt អញ្ចឹងសាក់1 2 3 4 5 right enter ហើយយើងអាចប្រើ command C word count nu .txt វានឹងប្រាប់មកអ្នកថាមានប៉ុន្មាន line អីចឹងហើយបន្ទាប់មកទៀតគឺ command sort file គឺវានឹង sort content របស់យើងហើយបន្តមកទៀតគឺយើងចូលទៅដល់ network command ដែល command ទី1គឺ pin វាអាច pin ថាតើ website យើងវាដើរតែយើងចាប់ pin យកមកពី domain អីចឹងហើយបន្ទាប់មកគឺ command IP addr ដែលវា show network info របស់យើងហើយមួយទៀត wget URL មានន័យថាយើងអាចទៅ download file នៅតាម URL ណាមួយតាម URL ណាចឹងដោយមិនចាំបាច់ចូលទៅ website គេហ្មងក៏បានដែរយើងអាច download តាម command ហើយមួយទៀតគឺ command ssh user app host ចឹង command នេះគឺយើងអាចhost យើងអាច remote ចូលទៅក្នុងserver ណាមួយឬក៏ host ណាមួយឥឡូវខ្ញុំសាក test command ហ្នឹងឲ្យមើលខ្ញុំសុំយកpublic IP template អូខេឥឡូវយើង test ជាមួយនឹង command អូខេឥឡូវយើងបានទៅវិញហើយយើង test ជាមួយនឹង command sh access របស់យើងហ្មងទៅដោយនេះគឺជា command sh ខ្ញុំធ្វើការ sh ចូលទៅក្នុង user root នៃ server របស់ខ្ញុំប៉ុន្តែខ្ញុំសូមអត់បង្ហាញ user របស់ខ្ញុំអត់ខ្ញុំសូមអត់បង្ហាញ public IP របស់ខ្ញុំដែលត្រូវ remote ចូលនឹងទេហើយដើម្បី remote ចូល server ណាមួយបានអញ្ចឹងយើងត្រូវការ sh key របស់យើងដាក់នៅក្នុង server ដែលវា recognize ថានឹងគឺ user នឹងគឺ authorize វាឲ្យចូលហើយធម្មតាsh key របស់យើងគឺយើងអាច generate បានហើយយើងអាចយកដាក់នៅក្នុង server វាបានអានេះសម្រាប់ network command ហើយបន្ទាប់មកទៀតគឺ packet management ទី1គឺ sudo apt update គឺយើង update package របស់យើងដោយប្រើ command នេះបន្ទាប់មកចាឥឡូវវាហើយ command មួយទៀតគឺ command sudo apt install យើងអាច install អីមួយដូចជាខ្ញុំចង់ install node.js ចឹងខ្ញុំគ្រាន់តែវាយ node.js ចឹងមកវានឹង install node.js យកហ្មងដោយសារនេះខ្ញុំមាន node.js ស្រាប់ចឹងវាអត់ធ្វើការ install អីទេហើយមួយទៀតគឺ command sudo apt remove ហើយយើងដាក់ node.js ចឹងទៅនៅពេលដែលខ្ញុំ enter ទៅវានឹង remove node.js របស់ខ្ញុំតែខ្ញុំសុំអត់ប្រើទេអត់ចង់ install មកវិញហើយបន្ទាប់មកទៀតគឺ command compress ហើយនឹង zip file នៃ command ថា cf file ឈ្មោះ file របស់យើងថា .gz file វានឹងធ្វើការ compress file របស់យើងហើយ command ទី2គឺថា .hcf file ថា .c វានឹង extract file របស់យើងនៅ command នេះហើយ command មួយទៀត zip.r វានឹង zip folder របស់យើងហើយនឹង command ចុងក្រោយគឺ unzip
ហើយ file យើង file zip របស់យើងវានឹង unzip file របស់យើងបន្ទាប់មកយើងចូលទៅដល់ process management ទី1 PSAUX វានឹង show service ដែលបាន run នៅលើ computer របស់យើងហើយទី2គឺ kill PID យើងអាច stop processor ណាមួយបានយើងអាច stop processor ណាមួយបានតាម command ហ្នឹងឥឡូវឧទាហរណ៍ខ្ញុំសាកចូលទៅក្នុងនេះនេះគឺជា project Laravel របស់ខ្ញុំអាច run project ហ្នឹងបាន sudo php artisan serve លើ project ហ្នឹងគឺបាន start ហើយនៅក្នុង port 8000បើសិនជាញ៉ក់នេះខ្ញុំបើក tab ថ្មីបើសិនជាខ្ញុំចង់ kill project ហ្នឹងខ្ញុំគ្រាន់តែ kill PID 8000សំទោស kill PID 8000វានឹង stop process យើងនឹងមកហើយបន្ទាប់មកទៀតគឺយើងចូលដល់ job command job វានឹង list job background របស់យើងដែរនេះអត់មានអីទេចឹងវាអត់មានអីទេហើយមួយទៀតគឺ fg.bg bg គឺ command foreign ground ហើយនឹង background បន្តមកទៀតយើងចូលដល់ user management ទី1គឺ sudo command sudo នេះគឺយើង run as root មានន័យថាបើ user មួយចំនួនគាត់អាចមាន permission ទៅកែ file ណាមួយអញ្ចឹងយើងត្រូវការ sudo មកពីមុខដើម្បីឲ្យគាត់មានសិទ្ធិកែអីមួយចឹងទៅហើយមួយទៀតគឺ command add user ដាក់ user add ហើយដាក់ new user ចឹងទៅគាត់នឹងវានឹងធ្វើការ add user ថ្មីហើយមួយទៀត PSW វានឹងជា change password ហើយមួយទៀត command ID គឺ show user info ហើយចុងក្រោយគឺ shortcut ទៅនឹង tip control C គឺយើងធ្វើការ stop service ណាមួយថ service នេះមិញយើង run ដោយ PHP artisan serve យើងចង់ stop វាគ្រាន់តែចុច control C វានឹង stop service ហ្នឹងហើយបន្ទាប់មកទៀតគឺ control L ដូចមិញខ្ញុំសាក run នេះហើយវាមានអីច្រើនយើងអត់ចាំបាច់ចុច clear អញ្ចឹងទេយើងគ្រាន់តែចុច control L វានឹងស្មើនឹង command clear យើងហ្មងហើយបន្ទាប់មកទៀតគឺ tab auto complete ឧទាហរណ៍ថាខ្ញុំចង់ CD ចូលទៅក្នុង var ខ្ញុំគ្រាន់ var ចេះធម្មតាខ្ញុំត្រូវវាយ var អញ្ចឹងតែខ្ញុំគ្រាន់តែចុច tab មកវានឹង auto complete ទៅ var អញ្ចឹងបងហើយខ្ញុំចង់ចូលទៅតទៅគឺ W3 នេះខ្ញុំវាយ W3 ដល់មិនតាឥឡូវខ្ញុំវាយ W តែមួយទេខ្ញុំចុច tab មកវា auto ទៅW3 របស់យើងហ្មងហើយចុងក្រោយគឺ arrow ឡើងហើយនឹងចុះ arrow ឡើងមានន័យថាទៅ previous command ដែលយើងធ្លាប់វាយនេះខ្ញុំធ្លាប់វាយ CD វាហើយខ្ញុំ CD ចេះចឹងខ្ញុំចុចមក back វិញវានឹងទៅ CD វា W3 វិញបាទអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូខ្ញុំហើយវីដេអូខ្ញុំមានតែប៉ុណ្្នេះទេ